មកថ្លៃអរគុណហើយមិនទេអញ្ចឹងខ្ញុំទៅសិនហើយនេះតាមផ្លូវប្រយ័ត្នផងណាចាប៉ុន្តែណាខ្ញុំអាយុ30ឆ្នាំមកហើយខ្ញុំមិនដែលឃើញមនុស្សស្រីបែបនេះទាត់តែសោះបច្ចេកទេសដ៏ជំនាញមួយនេះភាពច្បាស់លាស់ក្នុងការចំណេញរោគសរសៃបើគ្មានបទពិសោធន៍ពី8ទៅ10ឆ្នាំទេធ្វើបានទេចាំនិយាយមែនណាយ៉ាលីនបាយនៅតែប្រកាន់កម្រិត5ឆ្នាំទៀតណាអាចច្បាស់ជាស្ដាយក្រោយពិតប្រកបជាមិនខានទេសិនយូរនិយាយត្រូវហើយប្រហែលជាពេលនេះខ្ញុំចាប់ផ្ដើមស្ដាយក្រោយបាត់ហើយមកទៅនោះស្ដាយក្រោយដែលមិនធ្លាប់បានស្វែងយល់អំពីនាងឲ្យបានច្បាស់លាស់ហើយក៏ងាយនឹងយកកិច្ចសន្យា5ឆ្នាំនោះមកច្រាននាងចេញដែរតុងហ្វាន់យីខ្ញុំចង់ជួយនាងទៅញ៉ាំបាយមួយពេលរឿងកាលពីម្សិលមិញខ្ញុំគូទៅអរគុណនាងទើបត្រូវនៅម្ដុំនេះមានហាងម្ហូបវៀតណាមមួយឆ្ងាញ់ខ្លាំងណាស់លោកហូម៉ោង7:50នាទីខ្ញុំត្រូវត្រឡប់ទៅក្រសួងដើម្បីផ្ដល់ឧបករណ៍ដូច្នេះអាចញ៉ាំនៅចិត្តនេះទេលោកហូបើលោកមិនប្រកាន់ទេនៅក្នុងផ្សារទំនើបនេះគឺមានលក់អាហារសម្រន់ខ្ញុំមិនប្រកាន់ទេនាងតែងតែប្រញាប់ប្រញាល់បែបនេះរហូតមែនទេការងារកិច្ចការបរទេសគឺមានការវិភាគតឹងរឹងនេះក៏ដែររបស់នាងគឺជារបបចាស់មិនអីនោះទេរបួសនេះគឺបន្សល់ទុកតាំងពីនាងធ្វើការនៅក្រៅប្រទេសមែនទេលោកហូហាក់ដូចជាចាប់អារម្មណ៍នឹងការងារខ្ញុំនេះខ្ញុំគ្រាន់តែគិតថាការងារការទូតគឺស្មុគស្មាញជាងអ្វីខ្ញុំបានគិតទៅទៀតណារឿងអីក៏ដោយឲ្យតែយើងចូលធ្វើវាឲ្យស៊ីជម្រៅនោះយើងនឹងដឹងពីភាពស្មុគស្មាញពីក្រោយហើយដូចជាពេលលោកឡើងតុចោចាអញ្ចឹងនៅពីក្រោយតែទៅពាក្យប៉ុនរចនាសម្ព័ន្ធសង្គមទម្លាប់សាសនានិងការវិតម្លៃបរិស្ថាននៅក្នុងតំបន់នោះតាមពិតទៅពួកយើងនៅគៀកគ្នានេះម៉ោង7ហើយខ្ញុំត្រូវទៅសិនហើយនេះខ្ញុំជូននាងទៅចុះមិនបាច់ទេដែរតែប្រហែលជំហានហ្នឹងអរគុណសម្រាប់អាហារពេលល្ងាចនេះរបស់នាងអរគុណស្នើរបួសកដៃអត់ការអីទេមែនទេមិនអីទេគ្រាន់តែស្ពឹកក៏ដាច់តែខ្ញុំទម្លាប់បាត់ទៅហើយលោកគូលេសិនហើយលោកគូឯកសារប្រវត្តិរូបរបស់សុងជាស្ថានភាពគ្រួសារប្រវត្តិការសិក្សាបទពិសោធន៍ការងារព័ត៌មានសាធារណៈហើយនិងឯកសារពាក្យបទទាំងអស់យើងអាចរកបានហើយប្រវត្តិរូបរបស់លោកជំទាវគឺស្អាតស្អំណាស់ហើយក៏ពិសេសខ្លាំងណាស់ដែរគាត់កើតក្នុងតកូលអ្នកការទូនឪពុករបស់គាត់ឈ្មោះសុងហ៊ូយៀនគឺជាមន្ត្រីការទូតជាន់ខ្ពស់ប្រចាំនៅប្រទេសចិនអាយុ38ឆ្នាំលោកបានពលីជីវិតដើម្បីការពារប្រជាពលរដ្ឋចំណែកម្ដាយឈ្មោះសិនឈីងរូជាវិជ្ជាបណ្ឌិតនៅមន្ទីរពេទ្យយោធានៅអាយុ36ឆ្នាំបានពលីជីវិតដើម្បីការពារកុមារនៅក្នុងតំបន់សង្គ្រាម